បាទសួស្តីបងប្អូនបាទរួមអាជីពជាមួយគ្នាជាមួយនឹងស្រីទាំងអស់គ្នាបាទហើយឥឡូវឃើញក្រុមផ្សេងបាទរកអតិជនបានច្រើនបាទហើយបានច្រើនយើងធ្លាក់រៀលច្រើនបាទបងប្អូនរៀលធ្លាក់រាប់ម៉ឺនដុល្លារបងប្អូនណាចុះ$123យកកយកទៅហូបហើយបាត់អស់ហើយអង្គតម្លៃដើមណាបងប្អូនទិញទីផ្សារប៉ុន្មានទិញតែប៉ុណ្្នឹងដូចគ្នាហើយតែយើងចំណេញអារៀលហើយអ្នកខ្លះមានដល់ថ្នាក់គាត់គិតអវិជ្ជមានហួសតែធ្វើមួយស្រីអ៊ីបោកប្រាស់មានអ្នកខ្លះនិយាយថាអូធ្វើជាមួយស្រីអ៊ីបោកប្រាស់បើធ្វើជាមួយស្រីអ៊ីបោកប្រាស់រស់ស៊ីនៅលើពិភពលោកនេះសិតតែបោកប្រាស់ទាំងអស់បងប្អូននិយាយប្រាប់ខ្ញុំមួយណាដែលមិនបោកប្រាស់ក្រុមហ៊ុនណាប្រាប់ខ្ញុំអត់តែមានមកក្រុមហ៊ុនប្រាប់ខ្ញុំបើជាមួយស្រីអ៊ីបោកប្រាស់ហើយជាមួយស្រីអ៊ីធ្វើបានហើយបងប្អូនទៅធ្វើក្រុមហ៊ុនណាតែជោគជ័យហើយធ្វើក្រុមហ៊ុនណាដែលអត់បោកប្រាស់ចុះបើមិនបានខ្ញុំនិយាយអញ្ចឹងមិនបានខ្ញុំហ៊ាននិយាយអញ្ចឹងបងប្អូនយកលុយ$123ទៅទិញកាហ្វេនឹងទិញស្មើនឹង$123តែបើបងប្អូនយក$123ទៅទិញកាហ្វេអ្នកផ្សេងអាកាហ្វេដូចគ្នាហ្នឹងទៅទិញអ្នកផ្សេង150ឃើញទេបងប្អូនយល់ហើយហ្នឹងទៅទិញកាហ្វេអ្នកផ្សេង150ដល់160ទៀតហ្នឹងខ្លះ$160ទៀតទិញអ្នកផ្សេងហើយអត់បានអីទេបានតែកាហ្វេមកផឹកនឹងគ្រួសារធម្មតាមួយកេះស្រាប់បងប្អូនទិញស្រីអ៊ីមួយកេះតែ$123ចំណេញ27រៀលតែបងប្អូនបានធ្លាក់អារៀលរហូតជាង$40000ហើយបងប្អូនធ្វើមនុស្ស3នាក់ចុះធ្លាក់មកក្រោមទៀតបងប្អូនបានណាធ្លាក់មកក្រោម3ធ្លាក់មកក្រោមទៀតបងប្អូនអាចមានសិទ្ធពេញសិទ្ធរាប់ពីហ្នឹងទៅ300ថ្ងៃបន្ទាប់ពីបងប្អូនពេញសិទ្ធហើយណាការកូនការតែយើងនោះមនុស្សយើងណាអត់មានរៀបការណាខ្វះលុយមកខ្ចីខ្ញុំខ្ចី500សិនមកចុះ2នាក់អីខ្ចីបាន1000បាត់ហើយអាដើមខ្លួនឯង$123ចាយអស់បាត់ហើយហ្នឹងសល់អញ្ចឹងហើយចុះបងប្អូនចូលឲ្យក្រុមហ៊ុនផ្សេងមានអត់សួរខ្ញុំសួរមានអត់ឆ្លើយមកត្រូវចេះប្រើខួរក្បាលហ្នឹងឲ្យគិតឲ្យច្បាស់ហើយត្រូវរៀនឲ្យតម្លៃគេណាខ្ញុំឃើញបងប្អូនខ្លះមានអីឲ្យមានតម្លៃគេបាទគាត់ធ្លាប់ចាញ់បោកគេនៅណាណីកុំចូលស្រីអ៊ីមកលៀបបាទអតីតកាលរបស់អ្នកដែលធ្លាប់ឆ្លងកាត់អាក្រក់ហើយខ្ញុំក៏ធ្លាប់ឆ្លងកាត់ហើយខ្ញុំធ្វើគម្រោងគេឡើងឆ្អែតហើយបាទធ្វើគម្រោងគេឡើងឆ្អែតហើយអញ្ចឹងបាទខ្ញុំរៀបគម្រោងខ្លួនឯងខ្ញុំមិនឲ្យជន់ដានគម្រោងគេទេអញ្ចឹងបងប្អូនណាដែលជឿជាក់លើខ្ញុំដែលគាត់ធ្វើរងអញខ្ញុំសរសើរគាត់គឺធ្វើពិតបានពិតអញ្ចឹងងាយចង់បានប្រាក់កម្ចីដល់អត់ការប្រាក់ចង់បានប្រាក់កម្ចីពី$500ទៅ$3000តាមភាពជាក់ស្ដែងដែលគម្រោងមើលឃើញថាបងប្អូនអាចខ្ចីបានបងប្អូនមិនអាចខ្ចីបានតនេលេងខ្ចីទៅវាយកតេគេមកឲ្យទេតនេខ្ចីលុយទៅផឹកអីគេមកឲ្យទេតែដល់បងប្អូនមានកិច្ចការពិតប្រាកដច្បាស់លាស់ថារៀបអាពាហ៍ពិពាហ៍ឬក៏កើតកូនឬក៏មរណភាពឬក៏គ្រោះថ្នាក់ចរាចរណ៍ឃើញបុកផាំងនៅហ្នឹងបកាច់ប្រកិននៅហ្នឹងហ្មងថតមកពិតជាឲ្យខ្ចីមែនបាទអញ្ចឹងបងប្អូនយល់ទេមិនមែនតែមកធ្វើស្រីអ៊ីចង់បានខ្ចីលុយអត់ឲ្យទេកុំច្រឡំថាស្រីអ៊ីឲ្យអត់ឲ្យទេបើបងប្អូនមានគំនិតថាគ្រាន់តែធ្វើស្រីអ៊ីចុះaccount មក2-3 account ហ្នឹងចង់បានលុយ500ទៅជ័យលុយ500ទៅ$3000អត់ឲ្យដាច់ខាតតែបើបងប្អូនមានចរិតថ្លៃថ្នូរបាទថាបងប្អូនដាក់ណាចិត្តធ្វើជាមួយនឹងស្រីអ៊ីបងប្អូនមានធរៈពិតប្រាកដរៀបអាពាហ៍ពិពាហ៍មានសបុតការសបុតអាពាហ៍ពិពាហ៍បាទមានរោងការបាទមាន free wedding មានច្បាប់ត្រឹមត្រូវមកតំណាក់តំណងខ្ញុំខ្ចី$500ទៅ$3000ឲ្យព្រោះបាទយល់ទេកើតកូនបងប្អូនត្រូវមានសបុតពេទ្យត្រឹមត្រូវបថតខ្លួនឯងហ្នឹងដែលពោផ្ទៃពោះហ្នឹងកើតកូនបានតែស្ត្រីណាបរោះកើតកូនអត់កើតទេអត់ឲ្យបរោះទេឲ្យស្ត្រីទេយល់ទេបងប្អូនអញ្ចឹងកើតកូនឲ្យតែស្ត្រីទេអញ្ចឹងថតពោះថតសបុតពេទ្យដែលយើងទៅពិនិត្យ
ឲ្យពេទ្យពិនិត្យមើលនឹងតែយើងបានប្រហែលខែបាទអញ្ចឹងពេលដែលកើតកូនគឺខ្ចីបានពី500ទៅ$3000ភាពចាក់ស្ដែងនេះស្ដែងអញ្ចឹងគេឲ្យមកទេធ្វើល្បិចអត់មានឲ្យទេខ្ញុំអ្នកមើលភ្នែកមិនតង់អត់មានបាទស៊ីសំណោកសោកប៉ាន់អីទេណា no បាទ 3E ច្បាស់អញ្ចឹងបាទតិចទៅច្រឡំទៅថតធ្វើដួលប្រកាច់ម៉ូតូអីអត់មានអីផងផ្ទះមានលុយអីមានលុយត្រឹមទៅលេខទៅទាខ្ចីលុយឥឡូវខ្ញុំមានបញ្ហាគ្រោះថ្នាក់អីតិចតួចអត់ឲ្យទេ0គ្រោះថ្នាក់តតែបងប្អូនពិការភាពធ្វើការងារឯកើតបានបាទយើងជួយបងប្អូនតល់ពិតប្រកបម្ដាយឈឺធ្ងន់ហើយរលុយណាក៏រត់បានដែរមានបងប្អូនអញ្ចឹងក្រោមការពិនិត្យមើលច្បាស់លាស់បានឲ្យខ្ចី500ទៅ$3000តាមលទ្ធភាពនៃក្រុមហ៊ុនមានក្រុមហ៊ុនឲ្យខ្ចីក្រុមហ៊ុនអត់មានក៏អត់បានខ្ចីដែរណាបាទអញ្ចឹងធ្វើជាមួយ 3E គឺមានតែផលចំណេញព្រោះការខ្ចីរបស់បងប្អូនក្រុមហ៊ុនអត់មានយកអស់ច្រឡំខ្ញុំចិត្តតែខ្ញុំនិយាយក្រុមហ៊ុនខ្ញុំអត់មានក្រុមហ៊ុននេះទេបាទគឺ project 3E និយាយថា 3E តែម្ដង 3E នេះជួយបាទណាជួយបងប្អូនតែក្រុមហ៊ុនតែអត់មានក្រុមហ៊ុនទេ system អត់មាន system ទេអត់មានទេបាទមានតែភាពពិតប្រាកដបងប្អូនខ្លះចូលចិត្ត system ចូលចិត្តក្រុមហ៊ុនឲ្យគាត់ស៊ីទៅតែយើងស៊ីលុយធ្លាក់លុយតាមកង់យើងយកទៅនេះបងប្អូនខ្លះបានច្រើនបងប្អូនខ្លះធ្លាក់10រៀលធ្លាក់រៀលអត់ធ្វើអ្នកបងប្អូនខ្លះអត់ធ្វើណាអត់តបានធ្វើធ្លាក់លុយទៅលពីរៀលចុះគាត់ដាក់នឹងក្រោមគាត់ធ្វើធីមគាត់អ្នកនឹងក្រោមធ្វើហេអ្នកនឹងក្រោមគាត់បានធ្វើប៉ុន្តែធីមគេនៅផ្សេងណានោះគេធ្វើធ្លាក់មកដល់គាត់ដែរលុយឡើយហ្នឹងលុយណាស់គ្មានកម្រងណាមានអញ្ចឹងទេអត់មានទេខ្ញុំដើរឆ្អែតអស់ហើយធ្វើ network បាទអញ្ចឹងបងប្អូនបានចាក់ស្ដែងបងប្អូនវិការភាពឃើញដេកនឹងកាទៀលយើងឃើញហើយចៃយកទៅ$500 $1000 $2000យកឃើញចាក់ស្ដែងហើយបាទយល់ទេបងប្អូនបាទមិនមែននៅតែទេមកខ្ចីលុយវាយកទេប្រាប់គេថាខ្ញុំខ្ចីអត់បានអត់ឲ្យទេកុំច្រឡំណាបងប្អូនណាអញ្ចឹង sorry បាទអញ្ចឹងថ្ងៃនេះខ្ញុំ clear ច្បាស់ហើយបងប្អូនបាទអរគុណ